Vlog ដើរលេងនៅក្នុងទីក្រុង Sydney នៃប្រទេសអូស្ត្រាលីនេះគេនៅក្នុង City គេដើរនិយាយទៅនៅនេះគេនៅក្នុង City បើជិះ train មកគឺចំណេញជាតិបើសិនជាយើងជិះឡានមកយើងត្រូវ parking ហើយយើងជិះឆ្លងកាត់ toll ជិះឆ្លងកាត់អីច្រើនមែនតើអញ្ចឹងបើយើងជិះ train វាចំណេញលុយប្រហែលជាខ្ទង់30រៀលអីដែរតែថ្លៃ parking ផងថ្លៃយើងបង់ toll ទៀតទៅមក For your safety, please remain behind the yellow line. ឥឡូវយើងកំពុងតែនាំគ្នាទៅញ៉ាំ Safley អាហ្នឹងនៅហាងកាហ្វេនៅ Town Hall និយាយទៅនៅនេះអត់សូវមានជនជាតិអឺរ៉ុបច្រើនតែអាស៊ីច្រើនជាងនេះកន្លែងគេលក់ផ្កាឃើញអញ្ចឹងថ្លៃថ្លៃgolden brown ថារ៉ាមីស៊ូគេតម្លៃឡើង$7.20 8ដល់វាជាងហាងរបស់គេនេះគឺលយមែនតើចាំមើលចូលអស់រលីងបន្ទាប់ពី5នាទីរួចមកញ៉ាំឡើងខ្ទេចហ្មងណាឆ្ងាញ់តែញ៉ាំយកទៅតលាន់ខ្លាំងគិតលុយអស់$25អូយនំរបស់គេតំណងមែនតើអានេះនៅក្នុងទីក្រុងរបស់ Sydney ហ្នឹងគឺវាសម្បូររបៀបអាគារសំណង់ចាស់អីហ្នឹងមើលដូចកន្លែងនេះឃើញទេអាហេដ្ឋារចនាសម្ព័ន្ធគេនៅសំណង់ចាស់នៅក្នុង Sydney ហ្នឹងគឺសម្បូរហ្មងមានច្រើនឥឡូវហ្នឹងយើងញ៉ាំអីហើយអញ្ចឹងយើងដើរទៅមកកន្លែងទៀតនិយាយទៅគឺថ្ងៃហ្នឹងខ្ញុំដើរញ៉ាំហ្មងណានិយាយទៅគេតុបតែងហាងនៅហ្នឹងគឺដូចនៅចិនហ្មងកន្លែងហ្នឹងល្បីជាងគេនេះអាកាទៀវកាត់នេះកាទៀវកាត់នេះគឺល្បីជាងគេនេះគេឲ្យកំងហោបាត់ដាច់របស់គេអស់លីមកមួយហើយអានេះគឺសៀវម៉ៃមែនអាហ្នឹងគេហៅសៀវម៉ៃអានេះកាទៀវកាត់សែវឡុងប៉ាវអានេះហាកាគៀងនេះគៀមួយហ្មងទៀវកាត់នេះឆ្ងាញ់ជាងគេនិយាយទៅឆ្ងាញ់ខ្លាំងហ្មងតែកន្លែងនេះដូចនៅចិនអញ្ចឹងណាឥឡូវញ៉ាំហើយបន្តដំណើរទៅនិយាយទៅវាឆ្ងាញ់ដូចតែកន្លែងគេផ្សេងដែរគ្រាន់ថាកន្លែងនេះវាស្អាតហាងវាស្អាតអីអញ្ចឹងទៅអញ្ចឹងអ្នកគាត់ចង់មកកន្លែងស្អាតអីអញ្ចឹងគាត់អាចមកសាក់ញ៉ាំច្រើនអានេះបាន